រុបជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរមកកាន់នៅឆ្នេរកោះពស់នៅក្រុងព្រះសីហនុជាមួយនឹងវីដេអូប្លុក MC កុបរបស់ខ្ញុំតែម្ដងបាទថ្ងៃនេះគឺខ្ញុំមកលេងជាមួយនឹង Pro ក៏ដូចជាបងប្អូនបាទនៅខាង background ខាងក្រៅគឺថាទេសភាពស្អាតតែមែនតែនឥឡូវហ្នឹងយើងកំពុងតែកំងមកហូបដើម្បីយើងយកទៅហូបចុកនៅឯកោះពស់ហើយបន្ទាប់មកយើងក៏បានស្ទូចត្រីតែម្ដងបាទហើយអ៊ំស្រីក៏កំពុងតែរៀបចំដាក់ខ្ជូងជាមួយនឹង Provit អ៊ំប្រុសក៏កំពុងតែដាក់នុយដើម្បីឲ្យខ្ញុំយកនុយនឹងទៅស្ទូចត្រីតែម្ដងបាទហើយចំណាប់អារម្មណ៍យ៉ាងណាខ្ញុំនឹងសភាជាមួយនឹង Pro ទាំងអស់គ្នាចាំមើលទាំងអស់គ្នាតើ Pro មានចំណាប់អារម្មណ៍យ៉ាងម៉េចបាទហើយបងប្អូនអស់គ្នាថ្ងៃនេះថ្ងៃទី9ថ្ងៃច័ន្ទខ្ញុំ4នាក់ខ្ញុំរ៉ាមែនបានមកដាក់ពុះដាក់កិច្ចកោះពោះតែពុះខាងđườngនឹងពីណាស្គាល់តែមានតែពួកខ្ញុំមកដល់មើលហើយមានចំណាប់អារម្មណ៍មិនតែមកដល់កន្លែងហ្នឹងមកដល់អារម្មណ៍របស់បាយសាច់ផ្នែកមកនៅខ្ញុំដល់3ឆ្នាំអត់ស្គាល់កន្លែងហ្នឹងអត់លុយជួបកោះពោះហើយកន្លែងហ្នឹងមានតែគេស្គាល់តែគ្នាយើងដែរតែគេរកឃើញមុនគេកន្លែងហ្នឹងអីទេហើយលើកទី1បានអារម្មណ៍យ៉ាងលើកទី1មានអារម្មណ៍សប្បាយចិត្តរីករាយនឹងទេសភាពចាស់ហើយនិយាយថាបងប្អូនមកទូកត្រីមានដំណងយកត្រី1គីឡូទៀតកុំឲ្យចាញ់ពុកវាក់មីកុំឲ្យចាញ់គេពុកវាក់ក្តីចောက်មួយទៀតហើយវីតូនេះមានផ្ញើទៅកាន់ទីចောက်ដែរបាទហើយស្មាត់ថ្មីហើយស្ទូយដងបានប៉ុណ្ណាស្ទូយដងបាន1គីឡូស្ទូយលេងហើយអោខាងនេះវិញស្ទូយម្ដងបាន1គីឡូខ្ញុំអត់ដងបាន4-5គីឡូដែរខ្ញុំហើយស្ទូយដងបានត្រីធំស្ទូយដែរហើយវីតូនោះមានតែផ្ញើទៅកាន់ពូចអត់ខ្ញុំមានតែផ្ញើតែកំបិលខ្លួនឯងដៃថ្មីបាទអរយើងមានបាននៅអរនេះនិយាយទៅប៉ិតទីដល់គូទីដល់គូហើយខ្ញុំទៅទៅអត់ទៅដល់តាមវាកូនឃើញដែរហើយខ្ញុំមិនយកអត់មានអត់ឃើញមានឃើញចឹងថ្ងៃនោះឲ្យទីអត់ហើយនឹងថាឲ្យជាហើយកន្លែងហ្នឹងមកមុនទៅគឺទៅមកក្រោយខ្ញុំទៅមកដល់ថ្ងៃដំបូងមកដល់ផងឃើញមកគឺស្អាតខ្ញុំហើយតែហ្នឹងឡើងរកពេញមុនទៅយ៉ាទៅរំពងទៅដល់បងទៅរួចនេះអត់បានចាបាយបាយមកទៅពុះ5នាក់ហ្នឹងឥឡូវទៅអត់ទៅបាត់រំបាយរំថាបាយកំបាយទៅទេដែរទៅទៅថ្ងៃហ្នឹងអានចិត្តមកយកថៃបានទៅអត់មានគេគីឡូទេតោនមិនហើយអត់មានគេគីឡូខ្ញុំទេតោនហ៎អូយតោនឡងដៃហើយឡើងតោនต้องទៅថាចុះគឺយ៉ាងពីហើយបានតែគីឡូទៅតោននេះចឹងគឺតោនហ្នឹងចាំមើលយ៉ាងដៃចង់និយាយចឹងទៅបាយទៅចុះគឺយ៉ាងពីហើយហ្នឹងហើយតោនហ្នឹងខ្ញុំនិយាយច្រើនចាំមើលយ៉ាងដៃដាក់អរគុណច្រើនបាទបន្ទាប់ពីសភាបងប្អូនចប់ឥឡូវពួកយើងកំពុងតែរៀបចំធ្វើដំណើរទៅកាន់នៅកោះពស់បាទ
កាន់តែគៀកគោដៅមែនទេណាបាទចាំមកតិចទៀតបងប្អូនតិចទៀតដល់បានតែហូបបងប្អូនម្ដងនេះអត់មានយកគីឡូបងប្អូនយក10តោនណាម្ដងហ្នឹងហើយចាក់កាន់តែគៀកគោដៅមែនទេបងប្អូនចាំត្រៀមមើលទាំងអស់គ្នាបងប្អូន បាទឥឡូវនេះគឺខ្ញុំបានមកដល់គោលដៅរបស់ខ្ញុំហើយបាទទីតាំងរបស់ខ្ញុំនេះគឺនៅឆ្នេរកោះពស់បើនិយាយពីយើងកលែកទៅមើលទេសភាពគឺថាខ្ញុំមិនដឹងនិយាយថាម៉េចនឹងបរិយាយថាម៉េចឲ្យវាស័ក្តិសមជាមួយនឹងទេសភាពហ្នឹងណាយើងកលែកមើលឆ្វេងមើលស្ដាំរួមជាមួយនឹងអមទេសភាពមានដើមឈើមានថ្មហើយមានទឹកពណ៌ផ្ទៃមេឃចឹងទៀតគឺថាធ្វើឲ្យចិត្តរបស់ខ្ញុំហ្នឹងវាស្រស់ស្រាយសប្បាយចិត្តតែម្ដងបាទរឿងកាត់ទុកហ្នឹងខ្ញុំក៏វត្តចោលហើយតែឥឡូវហ្នឹងគឺយើងកំពុងតែរៀបចំប្លង់ក៏ដូចជាយើងមើលកន្លែងណាដែលថាយើងមានត្រីច្រើនណាហើយបើយើងមានត្រីច្រើនហើយយើងចង់ជួបំបក់ត្រីដើម្បីដាក់នុយឲ្យវាស៊ីប៉ុន្តែក្តីរំពឹងរបស់ខ្ញុំហ្នឹងគឺខ្ញុំដេកគិត3ថ្ងៃហើយបាទហើយខ្ញុំមកម្ដងនេះគឺខ្ញុំមកយកទាំងតោនទៅវិញតែម្ដងប៉ុន្តែក្តីរំពឹងរបស់ខ្ញុំអត់មានបានអញ្ចឹងទេបងប្អូនទាំងអស់គ្នាដាក់នុយទៅនឹងគឺថាត្រីស៊ីខ្ទេចតែម្ដងអញ្ចឹងពួកខ្ញុំទាំងអស់គ្នាមានអីទេគឺមានតែស៊ីអំបិលចង់និយាយចឹងឥឡូវហ្នឹងគឺយើងស្ទូចហើយក៏យើងពិភាក្សាគ្នាថាពេលព្រឹកហ្នឹងគឺយើងមកហ្នឹងគឺថាមេឃវាក្តៅពេកដល់ពេលអញ្ចឹងទៅតាក់ក៏វាអាឡោខ្លាំងដល់ពេលអញ្ចឹងទៅត្រីវាអត់ហ្នឹងត្រីប្រហែលជាវាទៅដេកទៅកេងទៅពួនហើយមកទៅត្រីតទៅមកពេលល្ងាចជាក់អញ្ចឹងទៅបានសវោត្រីចេញច្រើនអីអញ្ចឹងទៅហើយពួកខ្ញុំនេះគឺតនេវាការងារមួយថ្ងៃអញ្ចឹងក៏ប្រពោគ្នាមកលេងតែម្ដងទៅតែមិនដឹងទៅណាទៅណីឥឡូវប្រូវីតកំពុងតែអស់ក្តីសង្ឃឹមនេះបាទឥឡូវក្តីសង្ឃឹមត្រូវបានរលាយដូចអាចគោឡានកាន់ចឹងបងប្អូនមើលទៅមុខដឹងមុខនឹងស្អុយប៉ែមកនោះដាច់បាយទៅព្រឹកផងឥឡូវមានអីទៀតនេះឥឡូវមានសោយប្រឡប់ទុកវិញនេះចោលប្រាប់ទីតាំងទៅវិញទៅមកមានអីមានបានត្រីណាមួយហើយក្តីសង្ឃឹមថ្មថាយកត្រីទៅវិញ1តោនឥឡូវមានបាន1តោនណារងមួយហូបគ្មានផងនេះឥឡូវមានអីទៀតបាទមានតែនុយប្រហែលជានុយហើយមកទៅមកយកធ្វើនុយហ្នឹងប្រហែលជាយកទៅអាងហើយមកទៅមានតែប៉ុណ្្នឹងហើយមកទៅចឹងបានថាយើងធ្វើឲ្យមួយយើងកំតន់អស់សង្ឃឹមយើងត្រូវតែមានក្តីសង្ឃឹមទៅមុខបន្តទៀតឥឡូវហ្នឹងជាមួយនៅគេប្រូវីឡានេះកំពុងតែបំបក់ត្រីសង្ស័យតែកប់មកធ្លាក់ចូលទឹកចប់តែម្ដងហើយជាមួយនឹងប្រូវិញនេះចប់តែម្ដងដឹងនិយាយថាម៉េចកុំសង្ឃឹមថានឹងបានត្រីបានអីចឹងប៉ុន្តែតាមពិតមិនបានត្រីណាសំដែងតែម្ដងប្រូវិញនឹងបើថាយកជាការហ្នឹងបានទេបានតែខាងបើថារបស់ខ្លែមចិនហើយនិយាយពីញាត់យកអញ្ចឹងណាហើយប្រូវីតនៅជាមួយនឹងប្រូវីឡាកំពុងតែមិនដឹងតែនិយាយសាសស៊ូភាសាគ្នាមិនហ្នឹងក្មួយពូចកហ្មងហើយក្មួយពូចកមែនតែសក់ក្តីហ្នឹងហើយណៃកាពីក្តីឡងឡើងណាគប់បើបាញ់បេតោនេះចប់មកអើយមកបែរច្បាស់ចេះក៏យកកាត់លើមិនឆេះផងការបានស៊ីទៅវើយនេះស្មានណាបានស៊ីបានចុកហ៎បាទនេះសុទ្ធហើយបានហើយនេះទៅផ្ទះវិញទៅវិញទៅឯងព្រឹកតែមកឯណាទៅណាយកក្នុងតោនអេអញបាននិយាយឯងហើយកាត់មិនអានោះកាត់ផ្លាត់ឆេះហ្នឹងនេះបាទនោះងាប់អញអើយបាទឥឡូវហ្នឹងគឺថាក្តីរំពឹងរបស់ខ្ញុំគឺបរាជ័យអស់ហើយបាទសំបីតែ1%គឺខ្ញុំគ្មានដែរឥឡូវហ្នឹងគឺថាវាហត់កាយពេកហើយក៏ជប់ជុំគ្នាហូបបាយជាមួយនឹងកងកែបឆាក្តៅហើយនឹងដាក់ជាមួយនឹងចាក់បន្តិចបន្តួចចឹងសង្ឃឹមថាពុកម៉ែបងប្អូនរបស់គ្នាកុំប្រកែកប្រកាន់ខ្ញុំអីណាព្រោះខ្ញុំគ្រាន់តែហូបលេងដើម្បីញ៉ាំងបរិយាកាសឲ្យសบายកុំឲ្យstress ខ្លាំងពេកអីចឹងវាមាន relax អញ្ចឹងណាមិនចឹងអីប្រូវីត
lại đánh cứ dân bông đầy hậu bài và rồi dân đây bông bởi dân vì bà chê rồi sụt thấy sầm rắp video đi đây bông ôn để cắt tục bị bạ chân rừng sana ha cho đàn pích nhầm ri không muốn ai mà lên tí tăng lấy tay mà đâu mà chỉ mỗi nâng tí tăng lấy cho nên cọc bùa bát phần không thảo video đi bông ôn ở phía mơ hay complex mà lên không à mơ à lọ chơi không vì đạn nuôi là hom han tụi nó bao bia đây không ổn để tha mình tái xong đây mà đó vì tập giờ tha bông anh bạch phay bạch ấy đi nhưng mà tôi thấy ba mươi trả của lâu tại thiệt vất chọc thiệt phát làm ba tại công ty lục rơi vào đó ấy bà đây được phân bột nhưng mà miếng mà to thì mức tiếp một con trăm mười là không được bà lấy mình ấy mà con bên này bảo rồi cho nuôi cái mà rồi cho nuôi mang cái mà ơi lấy cho nuôi mình liêng không ổn ăn tay rồi này mình lên cái đầm bấy giọt móc ăn ăn hái biết ấy dân lại khai cho mới nuôi đó ngay lấy con mà thiệt xong này nè là phao này nuôi đâu đám mau thì ăn chân đã à đại cái đó lên trời ơi à làm ở bên phải đây sẽ khôngบอกខ្ញុំពីដើមមកអញ្ចឹងបាទគឺថាគ្មានបានត្រីមួយទេបាទឥឡូវហ្នឹងគឺយើងបានកំងមឹក500គីឡូយកមកហូបបងប្អូនគ្នាបាទឥឡូវហ្នឹងអ៊ំគាត់ត្រឡប់ទៅវិញហើយជាមួយនឹងប្រូវិនហ្នឹងពោស្ទូចថាបានផងអញ្ចឹងមានតែទិញមឹកយកមកអាំងហូបជាចុងក្រោយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើមានពាក្យខុសឆ្គងត្រណានោះសូមពុកម៉ែបងប្អូនអធិស្ឋានមេត្តាករុណាដល់រូបខ្ញុំផងបាទពីព្រោះនេះគ្រាន់តែជាវីដេអូដែលគ្រាន់តែខ្ញុំថតលេងសើចបែបសប្បាយបើសិនជាខ្ញុំនិយាយពាក្យពេចន៍លើត្រង់ណាត្រង់ណីនោះក៏សូមអធិស្ឋានខ្ញុំផងបាទឥឡូវនេះពុកខ្ញុំបានធ្វើដំណើរទៅផ្ទះវិញហើយបាទcất lôi có bao chào mẹ